Ok ថ្ងៃសួស្តីទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីបាទ Good Vibe Good Life បាទអារម្មណ៍ល្អជីវិតស្រស់ស្រាយភាគទី3បាទអញ្ចឹងសម្រាប់អេពីសូតនេះគឺខ្ញុំនឹងធ្វើការសង្ខេបបាទនៅផ្នែកទី2ទាំងស្រុងតែម្ដងណាព្រោះខ្ញុំអានចប់ហើយសង្ខេបមួយចំណុចវាអត់ interesting ហើយវាខ្លីៗដែរទេចំណុចមួយនៅក្នុងផ្នែកទី2ហ្នឹងបាទអញ្ចឹងផ្នែកទី2គឺយើងមានចំណងជើងថាទម្លាប់រស់នៅបែបវិជ្ជមានបាទទម្លាប់រស់នៅបែបវិជ្ជមានអញ្ចឹងផ្នែកទី2ក៏គេមានសក្តីផ្ដើមដែរហើយសក្តីផ្ដើមរបស់ផ្នែកទី2និយាយជារួមទៅគឺthey want us to create our own environment with positive vibe និយាយស្រួលយល់ទៅគឺផ្នែកទី2ហ្នឹងគេចង់ឲ្យយើង start ឬក៏យើងចាប់ផ្ដើមផ្លាស់ប្ដូរនៅបរិយាកាសឬក៏បរិស្ថានបរិបទជុំវិញខ្លួនយើងហ្នឹងឲ្យទៅជាបរិស្ថានបែបវិជ្ជមានបានន័យថាធ្វើអីក៏វិជ្ជមានគិតអីក៏វិជ្ជមានហ្នឹងបានន័យថាយើងនៅក្នុងប្លុកនៅវិជ្ជមានតែនិយាយជារួមបាទបើ English យើងស្រួលប្រើដូចជា live in a positive vibe environment បញ្ហារស់នៅក្នុងបរិស្ថានឬក៏បរិបទមួយដែលមានតែរឿងល្អរឿងវិជ្ជមាននិយាយខ្លីតែប៉ុណ្ណេះបាទអញ្ចឹងចូលដល់ចំណុចដំបូងដែលគេបាន mention នៅក្នុងសៀវភៅគឺហុំព័ទ្ធខ្លួនឯងជាមួយនឹងមនុស្សវិជ្ជមានអញ្ចឹងបើសិនជាយើងចង់ឲ្យជីវិតយើងស្រស់ស្រាយល្អប្រសើរជាងមុនគួរណាស់តែជៀសវាងឲ្យឆ្ងាយពីមនុស្សដែលមិនល្អមនុស្សមិនល្អនោះមនុស្សមិនមនុស្សកុហកមនុស្សមិនស្មោះត្រង់មនុស្សនិយាយដើមគេមនុស្ស drama មនុស្សfake បាទអញ្ចឹងទៅបាទអញ្ចឹងគឺយើងអាច observe សង្កេតមើលបានថាមនុស្សបែបណាដែលយើងគួរនៅក្បែរណាហ្នឹងហើយមនុស្សបែបណាយើងគួរជៀសវាងហើយមនុស្សតែគេ mention ឲ្យយើងនៅក្បែរគឺជាមនុស្សដែលគិតតែពីរឿងវិជ្ជមាននិយាយអីដែលល្អជាមនុស្សដែលនិយាយអីដែលល្អបាទនិយាយដែលល្អហើយ behave មកបែបល្អសមរម្យអញ្ចឹងទៅបាទនិយាយក៏ល្អអាកប្បកិរិយាបង្ហាញមកក៏ល្អបាទអញ្ចឹងបើយើងមានមនុស្សបែបហ្នឹងនៅកន្លែងធ្វើការនៅសាលារៀនឬក៏អីព្យាយាមបាទយកខ្លួនឯង get close to them ឲ្យខិតទៅជិតនឹងគេណាបាទហើយមូលហេតុអីបាទអញ្ចឹងដោយសារតែកាលណាយើងនៅជិតគ្នាស្គាល់គ្នាឬក៏មានទំនាក់ទំនងជាមិត្តភក្តិនឹងគ្នាអីជាមួយមនុស្សល្អដូចគ្នាគឺអាភាពល្អរបស់គេហ្នឹងវានឹងជួយទាញយើងបាទឲ្យឡើងខ្ពស់ទៅមកកម្រិតទៀតដែរបាទតែកាលណាយើងនៅមួយមនុស្សដែលមានរំញ័រខ្ពស់ប្រេកង់ខ្ពស់អាប្រេកង់របស់យើងដែលទាបនេះវាព្យាយាមអីគេ boost ឡើងទៅលើឲ្យវា balance ហាក់ផាយនឹងគ្នាទៅឲ្យវាមានប្រេកង់ដូចគ្នាន័យថាមនុស្សដែលមាន vibe ល្អដូចគ្នាបាទ yes ចំណុចបន្ទាប់បាទផ្លាស់ប្ដូរភាសាកាយវិការរបស់អ្នកបាទអញ្ចឹងកន្លែងនេះគេចង់និយាយឲ្យយើងរៀនបាទកលេចមកមើលខ្លួនឯង how you act how you behave to other បានន័យថាយើងបញ្ចេញប្រតិកម្មមិនយើងបង្ហាញអិយាបថទៅខាងក្រៅមិនទៅមនុស្សខាងក្រៅមិនអញ្ចឹងណាបាទអញ្ចឹងយើងសិក្សាស្វែងយល់ពីអិយាបថរបស់ខ្លួនឯងហើយព្យាយាមកែប្រែវាចេញបានន័យថាកប្បកិរិយាណាដែលមើលទៅមិនល្អមិនសមរម្យមិនតំណងបាទយើងគួរតែកែវាចេញបញ្ឈប់វាទៅបាទបញ្ឈប់ធ្វើសកម្មភាពទាំងអស់ហ្នឹងទៀតផ្លាស់ប្ដូរមកជាការធ្វើនៅអកប្បកិរិយាដែលល្អជាងមុនហ្នឹងទៅបាទអញ្ចឹងអានេះគឺមានប៉ុណ្ណឹងឯងមានអីបាក់បញ្យល់ផងបាទក្រោយមកទៀតគឺចំណាយពេលខ្លះដើម្បីចេញទៅខាងក្រៅបាទចំណុចនេះគឺគេចង់ឲ្យយើងget out of your comfort zone go explore the world មែនតើទៅបើសិនជាយើងនៅតែមួយកន្លែងវាមិនសូវជាកេនអីថ្មីហ្មងណាអញ្ចឹងគេ recommend ឲ្យយើងចេញក្រៅខ្លះដើរមើលគេមើលឯងបាទមើលរបៀបរស់នៅរបៀបរបស់គេអីចឹងណាកន្លែងហ្នឹងគឺជាអីដែលគេចង់និយាយអញ្ចឹងហើយនឹងមួយទៀតការដែលយើងដើរចេញក្រៅហ្នឹងក៏ជាកត្តាមួយជំរុញឲ្យ feeling ឬក៏ emotion របស់យើងហ្នឹងវា get better បាទវាល្អជាងមុនវាធូរស្រាលជាងមុនពេលយើងដើរចេញទៅយើងប៉ះខ្យល់ធម្មជាតិយើងជួបមនុស្សល្អដែលគេសើចគេញឹមដាក់ឬក៏អីនិយាយស្រួលយល់ទៅពេលយើងចេញក្រៅជាពិសេសទៅធម្មជាតិទៅកន្លែងធម្មជាតិតែម្នាក់ឯងអីគឺយើងមានអារម្មណ៍ថា fresh អញ្ចឹងវាជួយឲ្យយើងនេះ feeling better បាទអាហ្នឹងក៏ជារឿងល្អមួយដែរចំណុចបន្ទាប់បាទគឺជៀសឲ្យឆ្ងាយពីការនិយាយអេចអូចឬក៏ការនិយាយដើមគេឬក៏ drama អីផ្សេងមូលហេតុដែលគេឲ្យយើងជៀសឆ្ងាយពីរឿងទាំងអស់ហ្នឹងកុំប្រព្រឹត្តរឿងទាំងអស់ហ្នឹងដោយសារអីតែកាលណាយើងមានទម្លាប់មួយក្នុងការនិយាយដើមគេមានទម្លាប់មួយក្នុងការនិយាយពីរឿងគេតិទៀនពីគេអីចឹងវាធ្វើឲ្យយើងគ្មានពេលសេះសល់ក្នុងការគិតពីរឿងល្អឬក៏ធ្វើរឿងល្អទេដោយសារតែ brain យើងវា
concentrate ទៅលើអារឿងដែលយើងចង់ដឹងយើងតាមដានវាគេដើម្បីយកទៅនិយាយតនិយាយជាមួយគេតែអញ្ចឹងវាធ្វើឲ្យយើង waste time ក្នុងការទៅគិតពីអីដែល positive អញ្ចឹងហ្នឹងហើយអញ្ចឹងជៀសវាងកុំធ្វើវាឈប់និយាយអីចឹងទៅបាទចំណុចបន្ទាប់បាទក៏ជាចំណុចសំខាន់មួយដែរបាទរៀនគិតគូរពីអាហារូបត្ថម្ភនិងទឹកបាទកន្លែងនេះខ្ញុំអត់ដែលនឹកដល់ទេប៉ុន្តែវាជាចំណុចសំខាន់ពេលដែលយើងអានទៅបានយើងយល់ច្បាស់ថាការដែលយើងញ៉ាំអាហារការដែលយើងផឹកទឹកក៏វាជាចំណែកមួយជួយឲ្យរាងកាយជួយឲ្យអារម្មណ៍របស់យើងនេះល្អប្រសើរឬក៏មានផលប៉ះពាល់នេះដែរអញ្ចឹងបានន័យថាម៉េចបើតែកាលណាយើងញ៉ាំរបស់អត់ល្អផឹកទឹកមិនល្អឬក៏អីទៅវាអាចបង្កជាជំងឺឬក៏ជាអាការៈដែលមិនស្រួលខ្លួនមួយដល់យើងអញ្ចឹងតែកាលណារាងកាយមិនស្រួលសុខភាពមិនល្អ 100% បាទអារម្មណ៍យើងក៏វាអាចទៅ positive ក៏ដែរបើយើងត្រូវគេបារម្ភយើង worried about health យើងបារម្ភពីសុខភាពយើងអីផ្សេងៗទៅអញ្ចឹងបានពេលដែលគេនិយាយមានបុគ្គលជោគជ័យម្នាក់គាត់និយាយថាមនុស្សយើងមានពេលដែលសុខភាពល្អមានបញ្ហារាប់រយរាប់លានបញ្ហាតែដល់ពេលដែលយើងឈឺគឺមានតែមួយបញ្ហាគាត់បានន័យថាអីគេគឺផ្ដោតលើជំងឺហ្នឹងហើយបានន័យថាខ្លាចស្លាប់អញ្ចឹងតែកាលណាឈឺគិតតែពីរឿងជំងឺតែដល់ពេលជាទៅគិតពីបញ្ហា100លានបាទចានេះដូចគ្នាអញ្ចឹងការញ៉ាំបរិភោគអាហារចំណីអាហារឬក៏ទឹកអីផ្សេងៗសូមឲ្យទាំងអស់គ្នាគិតគូរពិចារណាញ៉ាំរបស់ល្អផឹកទឹកល្អដែលមានគុណភាពទៅដើម្បីជួយដល់សុខភាពយើងព្រោះពេលណាដែលយើងហូបរបស់ទាំងអស់ហ្នឹងចូលទៅគឺវាចូលទៅដល់ក្នុងខ្លួនយើងហើយវាជាអ្នកដែលបញ្ចេញនូវឥទ្ធិពលពីខាងក្នុងមកឲ្យយើងអញ្ចឹងបើយើងហូបរបស់ល្អគឺយើងនឹងមានសុខភាពល្អមានលទ្ធភាពនឹងមានកម្លាំងទៅគិតឬក៏ធ្វើរឿងដែលល្អៗ yes ចំណុចបន្ទាប់បាទសពពីចំណុចទៀតទេបាទគឺសិក្សាពីអារម្មណ៍ខ្លួនឯងបាទចំណុចនេះខ្ញុំអត់ detail ទេដោយសារតែវារៀង complicated ក្នុងការ explain ការសិក្សាពីអារម្មណ៍ខ្លួនឯងបើយើងនិយាយឲ្យស្រួលយល់ទៅបាទថាព្យាយាមអង្គុយឬក៏គិតស្វែងយល់ពីអារម្មណ៍ខ្លួនឯងចំណាយពេលមួយថ្ងៃ10ទៅ15នាទីបាទសួរខ្លួនឯងអីចឹងណាវាជារឿងមួយដែលងាយស្រួលនិយាយបំផុតប៉ុន្តែសូម្បីតែខ្ញុំខ្លួនឯងក៏ practice កន្លែងហ្នឹងមិនទាន់បាន100% ដែរកុំថាឡើយដល់100តែ80ក៏មិនទាន់បានដែរមានអារម្មណ៍ថាពេលខ្លះខ្ញុំ control feeling ខ្លួនឯងអត់បានដូចថ្ងៃនេះមុនថ្ងៃនេះពេលមុនខ្ញុំមកថតវីដេអូនេះគឺខ្ញុំចាយពេលមកព្រឹកតនេចោលដោយមានអារម្មណ៍អត់ល្អអត់មានអារម្មណ៍ធ្វើអីសោះហើយខ្ញុំអត់ដឹងថាមូលហេតុអីបានជាខ្ញុំមានអារម្មណ៍អត់ល្អដឹងត្រឹមថាមានរឿងមួយពីរដែលធ្វើឲ្យខ្ញុំទើសចិត្តបានថាខ្ញុំគិតចង់ធ្វើវាហើយតែខ្ញុំមិនបានធ្វើវាដល់ពេលខ្ញុំវាចេះតែមានអារម្មណ៍ទើសចិត្តធ្វើឲ្យខ្ញុំអត់អាចធ្វើអីផ្សេងទៀតបានខ្ញុំ get stuck នៅមួយកន្លែងហ្នឹងគឺខ្ញុំមើលទូរស័ព្ទខ្ញុំដេកឡើងមកព្រឹកអញ្ចឹងខ្ញុំខាតពេលអស់6 7 8ម៉ោងដែរអញ្ចឹងជារឿងមួយដែលស្ដាយតែអត់អីទេបាទល្ងាចឡើងយើងបានធ្វើរឿងដែលល្អវិញគឺជាការ record video វិញនេះ yes អញ្ចឹងចំណុចហ្នឹងគឺគ្នាយើងត្រូវតែរៀនសូត្រផ្នែកហ្នឹងហើយយើងចូលចំណុចបន្ទាប់ចំណុចចុងក្រោយបាទសម្រាប់ផ្នែកទី2គឺជាចំណុចដែលសំខាន់មែនតើហើយខ្ញុំ recommend ឲ្យទាំងអស់គ្នា practice បាទចំណុចចុងក្រោយហ្នឹងគឺជាការធ្វើសមាធិបាទអញ្ចឹងសម្រាប់ខ្ញុំផ្ទាល់ក្រោយពីអានសភៅនេះហើយខ្ញុំយល់បានច្រើនតើតងការសមាធិអញ្ចឹងខ្ញុំនឹង share ជាមួយគ្នាយើងទាំងអស់គ្នាបាទយើងការសមាធិគឺជាការធ្វើឲ្យអារម្មណ៍យើងស្ងប់មិនគិតពីអីច្រើនបាទគឺយើងមកផ្ដោតលើខ្លួនឯងរាងកាយយើងហើយបើតាមអីដែលសភៅគេ mention ណាតាមសភៅដែល mention គឺយើងផ្ដោតលើដំបូងគេបង្រៀនយើងឲ្យផ្ដោតលើផ្លូវអារម្មណ៍ចេញចូលណាហើយការសមាធិនេះគឺយើងអាចធ្វើបានច្រើនសន្តានមែនទែនមិនមែនតតែអង្គុយធ្វើសមាធិទេគឺយើងអាចដើរគេហៅដើរចង្ក្រងបាទដើរចង្ក្រងធ្វើសមាធិក៏បានអ្នកខ្លះក៏គេងនៅស្ងៀមធ្វើសមាធិក៏បានដែរអញ្ចឹងនិយាយស្រួលយល់ទៅការធ្វើសមាធិគឺល្អគឺវាជួយឲ្យអារម្មណ៍យើងស្ងប់វាជួយឲ្យផ្លូវចិត្តយើងល្អផ្សាយជាងមុនរឹងមាំជាងមុនប៉ុន្តែវារៀងពិបាកក្នុងការ practice បន្តិចដោយសារអីដោយសារតែខ្ញុំអានហើយយល់ហើយចំណុចហ្នឹងប៉ុន្តែពេលដែលខ្ញុំយកទៅអនុវត្តវាមិនងាយស្រួលតតែសោះខ្ញុំចំណាយពេលតែ3នាទី4នាទីឬក៏5នាទីធ្វើវាជារយៈពេល3មក4ថ្ងៃឯងម្ដងថ្ងៃនេះអត់ជោគជ័យទេគ្នាយើងបានន័យថាពេលដែលខ្ញុំផ្ដោតអារម្មណ៍ថាគិតតែពីខ្យល់ដង្ហើមឬគិតតែពីរឿងអីមួយនៅសុកវាមានរឿងផ្សេង alert មកក្នុងខួរក្បាលយើងឲ្យយើងគិតរឿងផ្សេងមកបន្តិចក្រោយមកយើងភ្ញាក់ខ្លួនទៅវាអញទៅគិតរឿងហ្នឹងអញ្ចឹងខាងកំពុងតែផ្ដោតលើដង្ហើមអញ្ចឹងណាអញ្ចឹងគឺខ្ញុំ fail 3 4ថ្ងៃឯង fail ក្នុងការធ្វើសមាធិហ្នឹងអញ្ចឹងសម្រាប់ផ្នែកទី2គឺមានប៉ុណ្ណឹងហើយខ្ញុំសង្ឃឹមថាទាំងអស់គ្នានឹងបានរៀនសូត្រពីសភៅមួយនេះដូចខ្ញុំដែរហើយយកវាទៅ practice អនុវត្តដូចគ្នាហើយបើគ្នាយើងអនុវត្តបានជោគជ័យទៅលើចំណុចសមាធិដែលជាចំណុចសំខាន់មួយនេះ comment នៅខាងក្រោមខ្ញុំនឹងផងហើយខ្ញុំនឹងព្យាយាមធ្វើឲ្យខ្លួនឯងជោគជ័យនៅចំណុចនេះដូចគ្នាបាទអរគុណបាយបាយ